រឿងសេចក្តីស្មោះត្រង់របស់ក្មេងប្រុសកំសត់សួស្តីមិត្តភក្តិទាំងឡាយថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងមួយរបស់ក្មេងប្រុសម្នាក់ឈ្មោះនីតេវដែលឪពុករបស់គាត់បានទទួលមរណភាពតាំងពីគាត់ទៅតែនឹងកើតបានប្រហែលខែប៉ុណ្ណោះនីតេវរស់នៅជាមួយម្ដាយរបស់គាត់នៅក្នុងភូមិតូចមួយនីតេវទើបតែនឹងមានអាយុ12ឆ្នាំប៉ុណ្ណោះហើយម្ដាយរបស់គាត់ធ្វើការជាជាងកាត់ដេរដើម្បីចិញ្ចឹមគ្រួសារនៅក្នុងគ្រួសាររបស់គាត់មិនមានអ្វីច្រើនទេមានតែផ្ទះដែលមានបន្ទប់តូចមួយសម្លៀកបំពាក់ចាស់ៗ 2-3 សម្រាប់ចង្ក្រានតូចមួយសម្រាប់ចម្អិនអាហារប៉ុន្តែអ្វីដែលពួកគាត់មានគឺសេចក្តីស្រឡាញ់និងគុណតម្លៃនៃជីវិតនីតេវគឺជាក្មេងប្រុសដ៏ឆ្លាតវៃគាត់ខិតខំរៀនសូត្រជួយម្ដាយរបស់គាត់ធ្វើការងារផ្ទះនិងមិនដែលរអ៊ូរទាំឲ្យម្ដាយគាត់ពិបាកចិត្តឡើយប៉ុន្តែជួនកាលគាត់ក៏មានចិត្តមិនស្ងប់ដោយឃើញគ្រួសារគាត់ពិបាកនិងក្រក្រីខ្លាំងណាស់រសៀលមួយខណៈពេលត្រឡប់មកពីសាលានីតេវបានឃើញអ្វីម្យ៉ាងនៅនឹងតាមផ្លូវគាត់ក៏បានអោនចុះហើយដោយការភ្ញាក់ផ្អើលវាគឺជាកាបូបលុយមួយគាត់បានមើលជុំវិញនៅតាមផ្លូវនោះប៉ុន្តែទីនោះគឺស្ងាត់មិនមាននរណាឡើយគាត់ក៏សម្រេចចិត្តបើកកាបូបហើយក៏បានឃើញលុយរាប់ពាន់ដុល្លារអត្តសញ្ញាណប័ណ្ណមួយនិងរូបថតចាស់ៗខ្លះនីតេវឈរគាំងហើយបេះដូងគាត់លោតញាប់ពីព្រោះគាត់មិនដែលឃើញលុយច្រើនបែបនេះហើយគាត់គិតថាលុយនេះនឹងអាចជួយម្ដាយទិញអង្ករបង់ថ្លៃសាលានិងអាចជួសជុលដំបូលផ្ទះដែលបានលេចធ្លុះធ្លាយនោះមួយសន្ទុះចិត្តរបស់គាត់បានគ្របដណ្ដប់ដោយសេចក្តីចង់បានប៉ុន្តែបន្ទាប់នោះគាត់នឹកឃើញអ្វីដែលម្ដាយគាត់តែងតែនិយាយកូនទោះបីជាក្នុងស្ថានភាពក្រលំបាកងងឹតបែបណាក៏ដោយសូមកុំបោះបង់សេចក្តីពិតរបស់កូនឲ្យសោះណាលុយអាចបំពេញក្រពះរបស់កូនប៉ុន្តែភាពស្មោះត្រង់ចិញ្ចឹមចិត្តនិងព្រលឹងសេចក្តីល្អរបស់កូនណាគាត់បានមើលអត្តសញ្ញាណប័ណ្ណដងទៀតគាត់ក៏ស្គាល់ថាបរិសនោះគឺឈ្មោះលោកកុសលដែលមានអាសយដ្ឋាននៅក្បែរនោះដោយមិនបង់អង្គយូរនីតេវក៏បានរត់កាត់ផ្លូវលំហើយក៏បានទៅជួបអ្នកជិតខាងរបស់គាត់ហើយក៏បានសួររកក៏បានរកឃើញផ្ទះបរិសនោះបរិសចំណាស់ម្នាក់បានបើកទ្វារបាទក្មួយប្រុសគាត់ក៏បានសួរនីតេវហើយនីតេវក៏បានហុចកាបូបលុយទៅឲ្យលោកអ៊ំនោះខ្ញុំបានរើសបានកាបូបនេះនៅតាមផ្លូវទៅឯផ្សារឯណោះហើយនីតេវក៏បានបន្តសួរតើកាបូបនេះគឺជារបស់អ៊ំប្រុសឬភ្នែករបស់អ៊ំប្រុសក៏បានបើកធំសម្លឹងមើលកាបូបនិងនីតេវបាទនេះជារបស់ខ្ញុំណាក្មួយអ៊ំបានត្រឡប់មកពីធនាគារហើយប្រកាសជាបានធ្វើឲ្យធ្លាក់នេះគឺជាប្រាក់សោធននិវត្តន៍ទាំងអស់របស់អ៊ំមានការព្រួយបារម្ភខ្លាំងណាស់ពេលនោះទឹកមុខអ៊ំប្រុសក៏ស្រពោនហូរទឹកភ្នែកដោយក្តីរំភើបផងដែរតើក្មួយបានរើសវាយកមកប្រគល់ឲ្យអ៊ំឬនៅក្នុងពិភពលោកសប្តាហ៍ថ្ងៃនេះវាជារឿងកម្រណាស់ដែលមានក្មេងប្រុសដូចជាក្មួយតើក្មួយប្រុសមានឈ្មោះអ្វីដែរនីតេវបានឆ្លើយតិចខ្ញុំឈ្មោះតេវអ៊ំប្រុសក៏បានអោបនីតេវឯងមិនដឹងថាឯងបានធ្វើអ្វីល្អសម្រាប់អ៊ំខ្លះទេសូមចូលមកខាងក្នុងអនុញ្ញាតឲ្យអ៊ំផ្ដល់អ្វីមួយឲ្យឯងជារង្វាន់ទេលោកអ៊ំខ្ញុំមិនបានយកវាមកដើម្បីទទួលរង្វាន់នោះទេម្ដាយខ្ញុំតែងតែនិយាយថាយើងគួរធ្វើអ្វីដែលត្រឹមត្រូវទោះបីជាគ្មាននរណាម្នាក់កំពុងមើលមកយើងឬកំពុងដឹងដែលរឿងដែលយើងកំពុងធ្វើក៏ដោយអ៊ំប្រុសសម្លឹងមើលមុខនីតេវមួយសន្ទុះធំបន្ទាប់មកញញឹមម្ដាយរបស់ក្មួយបានចិញ្ចឹមបីបាច់គ្រាប់ពេជ្រមួយដ៏ល្អប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយកនេះយកទៅអ៊ំប្រុសបានដកក្រដាសប្រាក់បត់តូចមួយចេញមកវាមិនមែនជារង្វាន់ទេក្មួយវាជាពរជ័យទម្រង់ជាក្រដាសយកទៅទិញសៀវភៅប៊ិចសម្រាប់ការសិក្សារបស់ក្មួយទៅនីតេវស្ទាក់ស្ទើររួចក៏ទទួលយកក្រដាសប្រាក់នោះដោយក្តីគោរពពេលទៅដល់ផ្ទះនីតេវបានប្រាប់ម្ដាយរបស់គាត់គ្រប់យ៉ាងម្ដាយរបស់គាត់ញញឹមតែមិននិយាយអ្វីមួយម៉ាត់ទេគ្រាន់តែអោបកូនដោយសេចក្តីរីករាយពេលព្រឹកបន្ទាប់
គឺមានឡានពណ៌សមួយគ្រឿងបានឈប់នៅមុខផ្ទះរបស់ពួកគាត់ពេលនោះអ៊ំប្រុសបានចេញមកតែងខ្លួនយ៉ាងស្អាតបាតញញឹមយ៉ាងកក់ក្ដៅគាត់មិនមែនគ្រាន់តែជាបុរសចូលនិវត្តន៍ទេគាត់ធ្លាប់ជានាយកសាលាអស់រយៈពេល30ឆ្នាំមកហើយដែលត្រូវបានគេគោរពនិងស្គាល់ជាច្រើនអ៊ំប្រុសបានប្រាប់រឿងរបស់នីតេវទៅកាន់កាសែតនៅក្នុងស្រុកនិងថែមទាំងបានតាក់ទងទៅនឹងមូលនិធិសាលាហើយថ្ងៃនេះគាត់បានទទួលដំណឹងមកថាសិក្សាត្រូវបានឧបត្ថម្ភទាំងស្រុងរហូតមកដល់មហាវិទ្យាល័យមួយប្រុសសមនឹងទទួលបានគ្រប់ឱកាសដ៏ល្អនៅក្នុងជីវិតនេះនីតេវនិងម្ដាយរបស់គាត់ស្រឡាំងកាំងគាត់បានជូតទឹកភ្នែកហើយសំពះដើម្បីបង្ហាញការដឹងគុណអ៊ំប្រុសបានកាន់ដៃគាត់ហើយនិយាយថាកុំអរគុណខ្ញុំអរគុណកូនប្រុសអ្នកនិងគុណតម្លៃរបស់អ្នកចុះពិភពលោកយើងនេះត្រូវការមនុស្សចេះដូចគាត់និងមានសេចក្តីស្មោះត្រង់ចាប់ពីថ្ងៃនេះតទៅជីវិតរបស់នីតេវបានផ្លាស់ប្ដូរគាត់កាន់តែខិតខំរៀនកាន់តែពូកែនិងមិនបោះបង់ភាពស្មោះត្រង់របស់គាត់ម្ដងណាឡើយទោះបីជាមានអ្វីកើតឡើងចំពោះគាត់ក៏ដោយប៉ុន្មានឆ្នាំក្រោយមកគាត់បានក្លាយជាមន្ត្រីដ៏ស្មោះត្រង់ម្នាក់ដែលល្បីល្បាញពេញទីក្រុងហើយរាល់ថ្ងៃបុណ្យគាត់តែងតែចែករំលែកសារដដែលពីភាពស្មោះត្រង់មិនបង្ហាញសម្លេងទេប៉ុន្តែរង្វាន់របស់វាបានលើឡើងជារៀងរហូតធ្វើល្អមិនមែនដើម្បីការសរសើរប៉ុន្តែដោយសារតែជារឿងត្រឹមត្រូវដែលត្រូវធ្វើ